លោកឈៀនសៀសិនបិតាអវកាសនិងរ៉ុកែតចិនបរិសុទ្ធដែលបដិសេធមហាអំណាចអាមេរិកដើម្បីមកស្រោចស្រង់មាតុភូមិតើអ្នកដឹងទេថាអំណាចពិតប្រាកដដែលផ្លាស់ប្ដូរជោគវាសនារបស់ប្រទេសមួយមិនមែនកើតចេញពីចំនួនប្រជាជនឬទំហំទឹកដីនោះទេប៉ុន្តែវាអាចកើតចេញពីប្រាជ្ញាញាណនិងបេះដូងស្នេហាជាតិរបស់បុរសម្នាក់នៅក្នុងប្រវត្តិសាស្ត្រទំនើបនៃពិភពលោកប្រសិនបើគ្មានបុរសម្នាក់នេះទេប្រទេសចិនប្រហែលជាមិនអាចក្លាយជាមហាអំណាចអវកាសនិងប្រព័ន្ធការពារជាតិដោយសពថ្ងៃនេះឡើយលោកត្រូវបានគេប្រសិទ្ធនាមថាជាបិតានៃកម្មវិធីរ៉ុកែតនិងអវកាសចិនលោកគឺបណ្ឌិតឈៀនស៊ូសិនរឿងរ៉ាវជីវិតរបស់លោកឈៀនស៊ូសិនហាក់បីដូចជាសាច់រឿងនៅក្នុងខ្សែភាពយន្តអញ្ចឹងកាលពីទសវត្សរ៍ឆ្នាំ1930លោកបានទទួលអាហារូបករណ៍ទៅសិក្សានៅសហរដ្ឋអាមេរិកដោយសារតែកម្រិតប្រាជ្ញាដ៏អស្ចារ្យលោកបានក្លាយជាសិស្សឆ្នើមបំផុតនិងជាសហស្ថាបនិកនៃមន្ទីរពិសោធន៍ JPL របស់អង្គការ NASA ព្រមទាំងទទួលបានតំណែងជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យបច្ចេកវិទ្យា MIT ដ៏ល្បីល្បាញនៅអាមេរិកលោកឈៀនសៀសិនមានអ្វីៗគ្រប់យ៉ាងទាំងប្រាក់ខែខ្ពស់កប់ពពកជីវិតរស់នៅស្ដុកស្ដម្ភកិត្តិយសនិងការគោរពស្រឡាញ់ពីអ្នកវិទ្យាសាស្ត្រកម្ពុជានៅលើលោកប៉ុន្តែនៅក្នុងអំឡុងឆ្នាំ1950នៅពេលដែលសង្គ្រាមត្រជាក់បានផ្ទុះឡើងហើយប្រទេសចិនកំពុងស្ថិតនៅក្នុងស្ថានភាពក្រីក្រទន់ខ្សោយនិងត្រូវគេមើលងាយលោកឈៀនសៀសិនបានធ្វើការសម្រេចចិត្តមួយដែលធ្វើឲ្យពិភពលោកត្រូវរំជួយលោកបានសម្រេចចិត្តបោះបង់ចោលទ្រព្យសម្បត្តិជីវិតស៊ីវិល័យនិងកិត្តិយសទាំងអស់នៅអាមេរិកដើម្បីត្រឡប់ទៅជួយអភិវឌ្ឍមាតុភូមិស្ដារប្រទេសឡើងវិញការសម្រេចចិត្តនេះបានធ្វើឲ្យរដ្ឋាភិបាលអាមេរិកមានការភ័យខ្លាចយ៉ាងខ្លាំងរហូតដល់មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិអាមេរិកម្នាក់ធ្លាប់បានលាន់មាត់ថាឈៀនសៀសិនមានតម្លៃស្មើនឹងកងទ័ព5វរៈខ្ញុំសុខចិត្តបាញ់សម្លាប់គេចោលប្រសិនជាបណ្ដោយឲ្យគេត្រឡប់ទៅប្រទេសចិនដោយសារតែការភ័យខ្លាចប្រាជ្ញារបស់លោករដ្ឋាភិបាលអាមេរិកបានចាប់ខ្លួនលោកនិងឃុំឃាំងនៅក្នុងផ្ទះអស់រយៈពេល75ឆ្នាំពេញដោយដកហូតសិទ្ធិសេរីភាពនិងធ្វើទុកបុកម្នេញគ្រប់បែបយ៉ាងប៉ុន្តែការឃុំឃាំងរាងកាយមិនអាចឃុំឃាំងបេះដូងស្នេហាជាតិរបស់លោកបានឡើយនៅឆ្នាំ1955តាមរយៈការចរចាការទូតយ៉ាងស្មុគស្មាញលោកឈៀនសៀសិនត្រូវបានដោះលែងឲ្យត្រឡប់មកជាន់ដែនដីចិនវិញនៅពេលលោកមកដល់ប្រទេសចិនភ្លាមលោកបានជួបប្រទះនឹងទិដ្ឋភាពប្រទេសជាតិដែលខ្វះខាតគ្រប់យ៉ាងគ្មានសូម្បីតែមន្ទីរពិសោធន៍ទំនើបនិងគ្មានឧបករណ៍បច្ចេកវិទ្យាគ្រប់គ្រាន់ប៉ុន្តែលោកបានពោលពាក្យមួយឃ្លាយ៉ាងរំជួលចិត្តថាជនជាតិបរទេសធ្វើកើតចុះហេតុអ្វីបានជាជនជាតិចិនធ្វើមិនកើតយើងមិនមែនអន់ជាងគេឡើយដោយចាប់ផ្ដើមពីបាតដៃទទេនឹងការលះបង់បែកបាក់គ្រួសារដើរចូលទៅក្នុងវាលខ្សាច់ដ៏ហោឋានដ៏ត្រជាក់លោកឈៀនសៀសិនបានដឹកនាំក្រុមអ្នកវិទ្យាសាស្ត្រចិនបង្កើតបាននៅរ៉ុកែតដំបូងគេគឺគ្រាប់បែកអាតូមិកនិងផ្កាយរណបដំបូងបង្អស់របស់ចិនឈ្មោះថាតុងហ្វាំងហុង1បានសម្រេចដោយជោគជ័យការបង្កើតបាននូវបច្ចេកវិទ្យាកំពូលទាំងនេះមិនត្រឹមតែការពារប្រទេសចិនឲ្យរួចផុតពីការគំរាមកំហែងនិងការឈ្លានពានពីប្រទេសមហាអំណាចផ្សេងៗប៉ុណ្ណោះទេប៉ុន្តែវាបានបើកទំព័រប្រវត្តិសាស្ត្រថ្មីរុញច្រានឲ្យប្រទេសចិនស្ទុះលោតផ្លោះក្លាយជាមហាអំណាចវិទ្យាសាស្ត្រនិងអវកាសលំដាប់ពិភពលោកមកទល់សព្វថ្ងៃខ្សែជីវិតរបស់លោកបណ្ឌិតឈៀនសៀសិនបានបន្សល់ទុកនូវសម្រងទស្សនៈមាសនិងមេរៀនជីវិតដ៏មានតម្លៃបំផុតមួយសម្រាប់មនុស្សជំនាន់ក្រោយលោកធ្លាប់បានពោលថាវិទ្យាសាស្ត្រគ្មានព្រំដែនប្រទេសឡើយប៉ុន្តែអ្នកវិទ្យាសាស្ត្រគឺមានមាតុភូមិនិងជាតិសាសន៍របស់ខ្លួនភាពស្មោះត្រង់ការលះបង់និងបេះដូងដែលមិនលក់ក្បាលឲ្យលុយកាក់ឬភាពស៊ីវិល័យរបស់លោកឈៀនសៀសិនគឺជាស្មារតីអមតៈដែលរំលឹកយើងគ្រប់គ្នាថាគ្មានកិត្តិយសឯណាអស្ចារ្យជាងការបានបម្រើនិងលើកស្ទួយជាតិសាសន៍ខ្លួនឯងឲ្យមានមុខមាត់នៅលើឆាកអន្តរជាតិនោះឡើយ។